ជំរាបសួរនិស្សិតគិសនីទាំងអស់គ្នាវីដេអូនេះខ្លីប៉ុន្តែសម្រាប់អ្នកដែលចង់បាន software ធ្លាប់ធ្វើច្រើនណាស់ប៉ុន្តែខ្លេចភ្លេចព្រោះតាំងពីឆ្នាំទៅមកដល់ក្នុង website នេះគេដាក់ Autodesk ក៏ប៉ុន្តែយើងពេល log in ជាមួយ email របស់យើងត្រូវ register ជាមួយ account របស់គេទៅណានៅក្នុងហ្នឹងយើងរៀន register ខ្លួនឯងទៅដាក់ email ដាក់អីរបស់យើងទៅអញ្ចឹងកន្លែងខ្ញុំចង់បង្ហាញនេះគឺកន្លែងបដាកន្លែងនេះចុចមកដើម្បីទៅបាន download កម្មវិធី free license ឲ្យមួយឆ្នាំអស់មួយឆ្នាំតទៅមួយឆ្នាំទៀតបានចូលមកកន្លែងបដាកនេះគេដាក់កន្លែង start នេះកន្លែងនេះអាហ្នឹងគឺសម្រាប់និស្សិតណាបើមិនអញ្ចឹងយើងចូលកន្លែងនេះក៏បានដែរប៉ុន្តែយើងចុចកន្លែង start ព្រោះខ្ញុំធ្លាប់ចូលតាមរយៈហ្នឹងមកដល់កន្លែងហ្នឹងបញ្ជាក់ណាចុចតាមហ្នឹងមកគឺមាន unlock student access ចូលមកដល់បើអានេះ view file យើងចង់មើលប៉ុន្តែបាច់ញ៉ៃញ៉ាយច្រើននេះចុចកន្លែង unlock នេះមកបញ្ជាក់ណាអានេះលើកលែងដោយសារតែ account ខ្ញុំបាន connect ហើយ account ខ្ញុំបានស្នើសុំហើយបើសិនជាអត់មានទេគេនឹងដាក់ get education អញ្ចឹងដូចជាខ្ញុំចង់ភ្លេចបាត់ហើយពេលចូលមកដល់កន្លែងហ្នឹងចេះធ្វើតាម step វាមួយទៅវាឲ្យយើងនឹង submit ជាមួយឯកសារមានជាមួយនឹងកាតសិស្សមួយយើងអាចថតមុខថតក្រោយបើមានទាំងក្រោយមានទាំងមុខយើងថតបានពីរលឹកដែរជំរើសមួយទៀតមិនមែនជំរើសមួយទៀតទេបងប្អូនគឺឯកសារមួយទៀតគឺវិញ្ញាបនបត្រឬក៏សញ្ញាបត្រនៅសាលាយើងសកលណាមានសាលាឯកជនទេអត់មានទេមាននៅសកលបើមិនមានទេប្រតិបត្តិបន្ទុបើមិនមានទៀតពីកាយបត្រយកអាกระดาษណាបើមានប្រកាន់ដៃអាធំអីឲ្យទៅថតទៅជាប់ logo ឈ្មោះសាលាទៅវាចាប់បានហើយវាមិនទៀមទាតតាប្រតិបត្តិឬក៏សញ្ញាបត្រទេឲ្យតែវាបញ្ជាក់តែយើងជានិស្សិតមកពីសកលនេះសកលនោះវិទ្យាស្ថានវាមានចាប់ពីកម្រិតវិទ្យាស្ថានទៅអញ្ចឹងដល់ពេលតិចបំផុតក៏បាន2ដែរបាន2ស្លឹកដែរថតជា file JPG មក file រូបភាពហើយ upload ទៅតាមវាទៅស្នើសុំទៅដូចជាមិនបាន24ម៉ោងវាឲ្យឯងចូលមកដល់ពេលស្នើសុំឲ្យវានឹងប្រាប់ដោយបដាខ្ញុំនេះវានឹងប្រាប់ថានេះថ្ងៃនេះចាវា start ពីថ្ងៃណាដល់ខែណាមានប្រហែលថ្ងៃប៉ុន្មានអីថ្ងៃណាថ្ងៃផុតកំណត់អីចឹងណាបាទដូចខ្ញុំអីវាជិតផុតហើយនេះវា expire នេះអូខេបាទអញ្ចឹងពេលចូលបានហើយនេះកន្លែងនេះគេចុច select យើងចង់ download កម្មវិធីអីចឹងទៅណាឥឡូវចុច show all មួយពេលមកដល់កន្លែងនេះវាមានប្រដាប់ដែលយើងរៀនដូចជា AutoCAD អីហ្នឹង AutoCAD កុំទៅ down ញ៉ៃច្រើនណាយើង down AutoCAD ធម្មតាទេអត់មានទៅ down អាពួកអស់នេះទេអូខេអាហ្នឹងយើងរៀនគ្រឹះដំបូងបាទអូខេឥឡូវចាំមើលខ្ញុំឧទាហរណ៍ថាខ្ញុំ download កម្មវិធី Navisworks មួយចុច select មួយមកចាំតិចណា access ប្រដាប់ចូលទៅហើយវាឲ្យ file មួយ file ហ្នឹងយើងត្រូវតែ down ហើយបន្ទាប់មកការ set up របស់វាគឺត្រូវតែ set up នៅក្នុងទម្រង់ប្រើអ៊ីនធឺណិតអញ្ចឹងតតែមានអ៊ីនធឺណិតចុចចឹងមកវានឹងឲ្យយើង down ហើយឥឡូវទៅម្ដងទៀតនេះបើចុច like សញ្ញាពុញ download ប៉ុន្តែក៏មិនបាច់ឲ្យចុច like នេះមកចុច install យកបណ្ដោយចុច save មកអានេះ25ចាំតិចទៅវាមកផាច់នេះមកអូខេរៀងច្រើនដែរចេញចាំមើលខ្ញុំស្កប់ឲ្យបន្តិចកុំឲ្យវីដេអូវាវែងអូខេនេះបានហើយចុចវាមកណា push ខ្ញុំប្រើនៅក្នុង Google Chrome បងប្អូនណាហើយចុចពាក្យ yes យើងចាំបន្តិចទៅ install ស្រួលទេឲ្យតែយើងអ៊ីនធឺណិតរៀងដើរលឿនបន្តិចតែខ្ញុំអ៊ីនធឺណិតមិនសូវលឿនម៉ែនេះប៉ុន្តែគួរសមមកល្មមប្រើចុចអញ្ចឹងទៅហើយវាដើរចប់ចេះចុចតាម step ហើយកុំភ្លេចអា email របស់យើងនេះ
email របស់យើង password របស់យើងហ្នឹងកុំឲ្យភ្លេចអសោះអាហ្នឹងណាប៉ុន្តែមិនអីទេអាច forget អាចទាញមកវិញបានប៉ុន្តែកុំឲ្យភ្លេចអូខេអញ្ចឹងយើងដើរតាមមួយហើយយើងចុច nick ណាបងប្អូនឲ្យមើលពីដើមដល់ចប់ទៅខ្ញុំ set up ឲ្យមើលតែគ្រាន់ថាខ្ញុំតឡើងនេះខ្ញុំតឡើង Navisworks បងប្អូនតឡើងបងប្អូនអាចតឡើងនេះកម្មវិធីអ្នកគិសនីយើងអាចតឡើង Revit មួយហើយជាមួយនឹង Revit តទេបាច់ Revit អីទេอย่าច្រឡំមួយហើយនឹង AutoCAD នឹងបណ្ដុំណាចេះទេនេះ AutoCAD នៅលើគេនេះដាក់ AutoCAD ធម្មតាមកបានអីណាហើយចុច install ទៅវាទៅហើយប៉ុន្តែបើសិនជាទិញគេវាចន្លោះខ្ញុំធ្លាប់សួរតម្លៃគេចន្លោះខ្ទង់6ទៅ$7មួយឆ្នាំណាមុនទិញទៅក៏បានដែរនឹងវាសង់ដាច់នេះផាជំនាន់ថ្មីហ្នឹងណាឆាតមើលក្នុង page Facebook page គេទៅខ្ញុំឃើញអាសាជួបដែរតាខ្ញុំក៏មានដែរប៉ុន្តែខ្ញុំអត់តម្លាក់ឲ្យនាំនេះបងប្អូនទិញទៅតាមទីផ្សារឆែកមើលទៅតថ្លៃមួយគេខ្លួនឯងទៅខ្ញុំធ្លាប់ទិញដែរតែខ្ញុំដូចជាទិញ Office ទេខ្ញុំទិញ Microsoft Office មួយឆ្នាំវាមាន3ឆ្នាំវាមានមួយឆ្នាំមកបងប្អូនសាក់ទិញគេមួយឆ្នាំទៅ$6-7អីហ្នឹងដូចជាធូរថ្លៃហើយបើដូចជាកង្ការពី2ឆ្នាំមុនខ្ញុំសួរដូចតម្លៃខ្ទង់$10 10ទៅ10ជាងឥឡូវដូចយើងធូរថ្លៃជាងមុនអូខេនេះយើងវាដើរមកដល់កលៈនេះហើយយើងចាំមើលបន្តិចទៀតនេះមកដល់ហើយចុច next ចុច install មកដល់វគ្គនេះយើងដើរយឺតដែរណាប៉ុណ្្នឹងឯងបងប្អូនខ្ញុំបង្ហាញប៉ុណ្្នឹងកុំឲ្យវែងឆ្ងាយតែប៉ុណ្្នឹងទៅហើយ finish ទៅវា load នីតិយើងឲ្យហើយយើងប្រើបានហើយអរគុណ